ព្រឹកមិញហ្នឹងរត់នៅពីផ្ទះអត់ទាន់ឃើញទេបងប្អូនថាចង់ញ៉ាំហូបអីចឹងណាហើយទៅពេលទៅដល់ផ្សារក៏ឃើញស្លាប់មិនដូចរៀងតំណងក៏នៅឃើញថាខានញ៉ាំស្លាប់មិនជាហ្នឹងយូរដែរបងប្អូនចឹងទៅក៏ទិញស្លាប់មិនគីឡូចឹងណាបងប្អូនចាអញ្ចឹងយកមកដល់ក៏លាងសម្រស់ទឹកឲ្យស្អាតចឹងណាបងប្អូនចាបន្ទាប់មកគឺយកទៅឆូតវាអញ្ចឹងណាបងប្អូនចាដើម្បីឲ្យពេលយើងប្រឡាក់សាច់ទៅឲ្យចូលជាតិកាន់តែលឿនអញ្ចឹងណាបងប្អូនចាហើយបានសប់ល្អទៀតចំណែករបៀបប្រឡាក់សាច់របស់ខ្ញុំគឺងាយទេបងប្អូនចាអញ្ចឹងកុំឲ្យខាត់ពេលយូរតោះទៅមើលគ្រឿងផ្សំក៏ដូចជារបៀបប្រឡាក់សាច់របស់ខ្ញុំអញ្ចឹងណាបងប្អូនចាសម្រាប់គ្រឿងផ្សំអត់មានអីច្រើនទេបងប្អូនចាគឺខ្ញុំមានដាក់ដូចជាខ្ទឹមសខ្ទឹមក្រហមដែលបានបុករួចអញ្ចឹងណាបងប្អូនចាសម្រាប់ខ្ទឹមក្រហមហ្នឹងយើងអត់មានយើងដាក់តែខ្ទឹមសទៅបងប្អូនប៉ុន្តែដោយសារតែផ្ទះខ្ញុំភាគច្រើនគឺខ្ទឹមក្រហមខ្ញុំរៀងមានជាប្រចាំដែរអញ្ចឹងទៅខ្ញុំតែងតែប្រឡាក់សាច់ប្រឡាក់អីខ្ញុំដាក់ចូលរហូតអញ្ចឹងណាបងប្អូនចាបន្ទាប់មកគឺដាក់រ៉ូឌីហើយនឹងប៊ីចេងស្ករត្នោតអញ្ចឹងណាបងប្អូនចាហើយនឹងទឹកប្រេងខ្យងទឹកស៊ីអ៊ីវខាប់ចំណែកទឹកស៊ីអ៊ីវខាប់ដូចគ្នាបងប្អូនចាយើងមានក៏ដាក់ទៅយើងមានក៏អត់ទៅបងប្អូនចាមិនជាបញ្ហាទេបងប្អូនចារសជាតិវាមិនជាខុសគ្នាប្រហែលទេបងប្អូនចាសំខាន់យើងដាក់គ្រឿងត្រូវទៅគឺឆ្ងាញ់ដូចតែគ្នាទេបងប្អូនចាហើយសម្រាប់ថ្ងៃនេះដែរគឺខ្ញុំអត់ប្រើអំបិលទេបងប្អូនចាខ្ញុំប្រឡាក់ល្មមអញ្ចឹងណាបងប្អូនចារៀងប្រៃផ្អែមល្មមអញ្ចឹងទៅយើងអាចយកទៅញ៉ាំជាមួយជ្រក់ល្ហុងឬក៏ទឹកត្រីកោះកុងក៏បានអញ្ចឹងណាបងប្អូនចាប៉ុន្តែថ្ងៃនេះគឺខ្ញុំញ៉ាំជាមួយទឹកត្រីកោះកុងអញ្ចឹងណាបងប្អូនចាហើយមានបន្លែតសក់អញ្ចឹងទៅខ្ញុំហាន់ដាក់ទៀតទៅយើងជ្រលក់តសក់ព្រោះកូនប្រុសខ្ញុំភាគច្រើនពេលបានសាច់អាំងសាច់អីមានទឹកត្រីកោះកុងអញ្ចឹងបើមានលក់តសក់អញ្ចឹងក៏ចូលចិត្តញ៉ាំអញ្ចឹងណាបងប្អូនចាអញ្ចឹងដាក់មានបន្លែមានអីខ្លះអញ្ចឹងណាហើយមួយទៀតដែលខ្ញុំតែងតែដាក់ជាប្រចាំដែរនោះគឺម្ទេសក្រហមអញ្ចឹងណាបងប្អូនចាម្ទេសនេះអត់ហឹរទេគ្រាន់តែដាក់យកពើអញ្ចឹងណាបងប្អូនចាប្រឡាក់សាច់ប្រឡាក់អីខ្ញុំតែងតែដាក់រហូតនឹងអញបងប្អូនចាបន្ទាប់ពីដាក់គ្រឿងផ្សំទាំងប្រមាណមុខនេះរួចរាល់ហើយក៏ចាប់ផ្ដើមច្បាច់ស្លាប់មិនហើយនឹងគ្រឿងហ្នឹងឲ្យចូលជាតិគ្នាល្អអញ្ចឹងណាបងប្អូនចាបន្ទាប់មកគឺខ្ញុំផ្អាប់ទុកប្រហែលជា1ម៉ោងសិនអញ្ចឹងណាបងប្អូនចាបានចូលទៅចៀនអញ្ចឹងរបៀបប្រឡាក់សាច់មិនរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនសម្រាប់ការស្រឡាញ់ចូលចិត្តសូមជួយចុច like follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗទៀតអញ្ចឹងណាបងប្អូនចាអរគុណច្រើនបាយបាយ